ដោយសារភាគច្រើនមកនិយាយទៅភាគច្រើនគាត់ហ៊ានជំនាញហ្នឹងតែចាញ់ទៅធ្វើការឧទាហរណ៍ហ៊ានខាងឧទាហរណ៍ accounting ចាទៅធ្វើការខាងកាហ្វេអីអញ្ចឹងបាញ់គាត់ថាអាហ្នឹងវាសំខាន់ឬក៏ចាំបាច់អត់ដែលត្រូវតែហ៊ានជំនាញហ្នឹងហើយទៅធ្វើការជំនាញហ្នឹងដូចគ្នាវាចេះពេលខ្លះបងគិតថាអាចមកពីជំនាញដែលថាគាត់រៀន account មិនអូនថាគាត់រៀន account ប៉ុន្តែដល់ពេលគាត់ធ្វើគាត់ដំបូងគាត់ទៅធ្វើការរៀនកាហ្វេបានថាអ្នកខ្លះអាពេលធ្វើអញ្ចឹងគឺគាត់ធ្វើការបដៅគាត់រៀនបដៅបានថាគាត់សំចំណេះជំនាញគាត់ឬក៏មួយទៀតគាត់មានវិបត្តិហិរញ្ញវត្ថុឬក៏គាត់ត្រូវការហិរញ្ញវត្ថុដើម្បីរៀនបន្តអញ្ចឹងធម្មតាគាត់ចេះតែធ្វើការងារផ្លៃៗសិនអត់ទាន់ចំគោលដៅឬក៏ចំជំនាញគាត់ធ្វើទេគេរៀនបដៅធ្វើការបដៅហ្នឹងវាអាចចឹងដែរវាអាចជួបចឹងដែរឥឡូវចង់បុកទៅក្រោយមុននឹងបន្តិចភ្លេចសួរបងថាបងរៀនខាង accounting business accounting អូខេហើយមិនក៏បងដូរទៅ graphic design វិញចេះបងពីមុនហ្នឹងបងគិតថាបងស្រឡាញ់ពេញចិត្តសាលាហ្នឹងនិយាយទៅសាលាហ្នឹងសាលាល្អតែគាត់ថាបងអត់បញ្ចេញឈ្មោះទេគាត់ថាហើយបងគិតថាបងចង់រៀនផ្នែកហ្នឹងតទៅពេលបងរៀនបានឆ្នាំទី2បងក៏មានអារម្មណ៍ថាតើបងអត់ចូលចិត្តទេបងអត់ចូលចិត្តរបៀបថាតាក់ទងនឹងអក្សរហើយនឹងគិតលេខអីច្រើនទេគឺបងចូលចិត្តទៅលើដូចថាផ្នែកជាលក្ខណៈ art ហើយនឹង design ហើយជាមួយនឹងតាមពិតបងចូលចិត្តហ្មងគឺថតរូបហើយនឹងវីដេអូអញ្ចឹងវាគ្រាន់តែថាថតរូបហើយវីដេអូនោះវានៅក្នុងផ្នែករបស់ graphic នឹងបានដូចគ្នាអាថាបងអត់ពេលដែលបង analyze ខ្លួនឯងថាបងចូលចិត្តអីមិនចូលចិត្តអីនោះគឺពេលដែលបងរៀនឆ្នាំទី2ទៅបងរៀនលេងចូលមានអារម្មណ៍ថា major នោះបងរៀនទៅវាពិបាកហើយបងរៀនទៅបងចាប់អត់សូវបានតទៅពេលកន្លះឆ្នាំទៅបងដឹងថាខ្លួនឯងចូលចិត្តអីវាចេះតែរកមើលនៅ YouTube ហើយបងគាត់បងប្រុសហ្នឹងគាត់បានប្រាប់ខ្លះដែរថាកុំគិតអីច្រើនហ្នឹងណាយើងស្វែងរកនៅអ្វីដែលយើងចូលចិត្តនាំបងរកបានចង់កន្លះឆ្នាំបាត់បងដឹងថាតើខ្លួនឯងនឹងចូលចិត្តអីអូអញ្ចឹងបងគិតថាគួរតែចាំបាច់ហ្មងមែនដែលយើងឧទាហរណ៍បងស្រឡាញ់ខាង graphic design អញ្ចឹងចោះតែបងនៅរៀន accounting អញ្ចឹងបងអត់គិតថាអូចង់ឥឡូវរៀនជំនាញហ្នឹងចាំទៅធ្វើការអីផ្សេងអត់គិតអញ្ចឹងទេមែនអត់ទេបងលើកទឹកចិត្តចេះដោយសារបងបបពិសោធន៍បងធ្លាប់យល់នៅរៀនខុសនោះវាខាតពេលទី1ទី2បើយើងរៀននៅអ្វីដែលយើងចូលចិត្តហ្មងគឺវារហ័សចាប់បានហើយចេះហើយបងមានអារម្មណ៍ថា passion របស់យើងគឺវាទៅនឹង feel ហ្នឹងហ្មងហើយការងារក៏វាងាយស្រួលសម្រាប់យើងដែរប៉ុន្តែបើសិនជាយើងរៀននៅអ្វីដែលដូចថាយើងចូលចិត្តអញ្ចេះតែដល់ពេលហើយតាមម៉ាក់តាមប៉ាអាហ្នឹងក៏អត់ខុសដែរតែគាត់ថាយើងអត់ធ្វើអីចេញពីចិត្តឥឡូវដូចអូនឯងអញ្ចឹងអូនឯងចូលចិត្តផ្នែកអីគេខ្ញុំចូលចិត្តច្រើនបងលក្ខណៈចូលចិត្តទាំងលក់ចូលចិត្តទាំង marketing ការចូលចិត្តច្រើនហ្មងច្រើនហ្នឹងបាទខ្ញុំថាសម្រាប់ចិត្តចូល international business ហ្នឹងទៅក៏ឆ្លាញ់ដែរអាហ្នឹងអូខេសម្រាប់ខ្ញុំផ្ទាល់វិញបងខ្ញុំក៏ខាតមួយឆ្នាំដែរខ្ញុំចាប់បាក់ដល់2023ហើយហើសកលវិទ្យាល័យខុសអាចអញ្ចឹងដល់ពេលហើយខ្ញុំក៏ស្វែងយល់ថាមិនយើងគួរតែរៀននៅសកលហ្នឹងទាំងដែលយើងអាចថាចប់4ឆ្នាំបញ្ញាបត្រហើយអត់ចេះអីសោះទាំងអស់ឬក៏យើងគួរដូរខាតមួយឆ្នាំវាពិបាកតែអូនឯងដូរទៅ major ដែរឬក៏ខុស major លើកមុន in business management ហើយដូរទៅ international business គាត់នឹងចលៀសគ្នាទៅដែរ business ដូចគ្នាតែគាត់ខុសតិចតួចយ៉ាដោយសារតើបងខុសទាំងស្រុង business account ជាមួយនឹង design គឺខុសគ្នាទាំងស្រុងមកពីរហ្នឹងគឺឆ្វេងពីគ្នាមកមួយខាងគេហៅថាមួយនៅ office admin នេះអញ្ចឹងណាបង department ដែរតែ department ខាង digital marketing វិញអាហ្នឹងវាពីរ department ផ្សេងខុសគ្នាផងបែរហើយជំនាញខុសតែខ្ញុំហើយសកលខុសអាហ្នឹងវាដូចគ្នាយ៉ា